សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាពបន្តហើយក៏សូមទោសអ្នកទាំងអស់គ្នាខ្លាំងមែនតើខ្ញុំបានខកខានចេញវីដេអូយូរដោយសារតែខ្ញុំមានបញ្ហាផ្ទាល់ខ្លួនតិចតួចចឹងណាតែឥឡូវអត់អីទេខ្ញុំមកត្រឡប់ធ្វើចប់ឡប់វិញហើយកុំភ្លេចចុច Subscribe អ្នកមួយផងគ្នាយើងតើឥឡូវយើងចូលទៅដល់ភាពបន្តទាំងអស់គ្នារឿងមួយយើងក៏បានបន្តនៅពេលដែលស៊ីនយើងធ្វើការស៊ីទៅកាន់សាច់វិស័យមួយក្បាលនេះវិស័យមួយក្បាលហ្នឹងវាក៏បាននិយាយទៅកាន់ទួយប្រាប់របស់យើងថាឯងគឺមានសែនរបស់ស្រីវិស័យប៉ុន្តែហេតុអីបានជាឯងស៊ីសាច់វិស័យរបស់គ្នាឯងចឹងហើយនៅថ្ងៃខាងមុខស្រីវិស័យគឺនឹងមិនលើកលែងឯងនោះឡើយទួយប្រាប់របស់យើងគ្រាន់តែលើកទៅមួយស្រីវិស័យភ្លាមគាត់ក៏បានឆ្លើយតបទៅវិញថាស្អីគេអាស្រ័យវិស័យនៅថ្ងៃអនាគតឯងនឹងស៊ីទាំងស្ដេចវិស័យរបស់ឯងទៀតហើយនឹងធ្វើការគ្រប់គ្រងនៅពពួកពូជវិស័យរបស់ឯងទាំងអស់និយាយចប់ស៊ីនក៏បានធ្វើការឲ្យសាច់របស់វាស៊ីជាបំណែកចំណែកវិស័យមួយគាត់នឹងគឺបានស្រ័យពុកពេញទៅដល់ការឈឺចាប់ឥឡូវយើងក៏លេចមកខាងនេះវិញយើងក៏បានឃើញជាមួយនឹងពពួកមនុស្សដែលមានថាអពលពិសេសកំពុងធ្វើការតតាំងជាមួយនឹងវិស័យមួយក្បាលតែម្នាក់ប្រើថាអពលភ្លើងធ្វើការដុតកម្លោចទៅកាន់វិស័យចំណែកម្នាក់ទៀតប្រើថាអពលដើម្បីធ្វើការទប់វិស័យឲ្យវាជាប់ថឹងនៅនឹងតោះវាបានកម្ចាត់វិស័យមួយក្បាលនឹងហើយអាប៉ែមួយដែលត្រូវជាកូនចៅក៏បានសួរទៅកាន់មេក្រុមរបស់ខ្លួនថានៅពេលនេះលៀនជីយ៉ាងម៉េចហើយអាកតមេក្រុមនឹងក៏បានឆ្លើយតបទៅកាន់កូនចៅរបស់ខ្លួនវិញថានៅពេលនេះលៀនជីកំពុងតែធ្វើការចូលទៅក្នុង mall ដើម្បីកម្ចាត់ទៅកាន់វិស័យកម្រិត level 2ដើម្បីជួយទៅកាន់កូនក្មេងបន្ទាប់ពីលឺចឹងហើយភ្ញាក់ផ្អើលខ្លាំងមែនទែនដោយលៀនជីកំពុងតែទប់ទល់ជាមួយនឹងវិស័យកម្រិត level 2ដែលជាវិស័យខ្លាំងគួរសមដែរហើយមិនចាំពេលយូរនៅឡើយពួកគេទាំងពីរក៏បានធ្វើការរត់ទៅរកគ្នារបស់ខ្លួនម្នាក់ទៀតដែលឈ្មោះថាលៀនជីនៅក្នុង mall នោះឯងប៉ុន្តែនៅពេលដែលទៅដល់គឺគួររន្ធត់ខ្លាំងមែនទែនលៀនជីក៏បានដាច់ដៃម្ខាងបាត់ទៅហើយដោយសារតែជួយទៅកាន់កូនក្មេងទាំងអស់ហ្នឹងឃើញចឹងមករុំក្រុមរបស់លៀនជីក៏បានចូលទៅសរសើរលៀនជីដែលសរសើរទៅកាន់លៀនជីថាលៀនជីពិតជាអស្ចារ្យអង្អាចខ្លាំងមែនទែនដែលបានលះបង់ដៃរបស់ខ្លួនដើម្បីជួយទៅកាន់កូនក្មេងទាំង3នាក់ហ្នឹងបានយ៉ាងមានសុវត្ថិភាពលៀនជីបន្ទាប់ពីលឺចឹងក៏បានបកស្រាយទៅវិញថាវិស័យមួយនោះមិនមែនខ្លួនជាអ្នកកម្ចាត់នោះឡើយគឺមានបរិយាអាត់ក្បាំងម្នាក់ដែលមានស្លៀកពាក់ឈុតផុសក្រហមដែលបានធ្វើការចូលទៅសម្រាប់វិស័យមួយហ្នឹងដោយសារតែកាន់វិស័យមួយហ្នឹងគឺត្រឹមតែម្ដាយតែប៉ុណ្ណោះដែលរូបគេគឺមានកម្លាំងស្អែកវិស័យក្នុងខ្លួនដែលមានរូបរាងដៃម្ខាងមើលទៅប្រៀបដូចជាដៃរបស់វិស័យអញ្ចឹងហើយមុនពេលដែលបរិបម្នាក់នោះបានធ្វើការវាយប្រហារទៅកាន់វិស័យម្នាក់នោះបរិបអាត់ក្បាំងម្នាក់ហ្នឹងក៏បានធ្វើឲ្យខ្ញុំបានសម្លាប់បាត់ទៅហើយប៉ុន្តែចុយដនខ្លាំងមែនទែនខ្ញុំក៏បានក្រោកមកវិញក្នុងកំឡុងពេលដែលបានឃើញរូបគេគឺធ្វើការស៊ីទៅកាន់សាច់វិស័យមួយក្បាលនោះដែលធ្វើឲ្យពិបាកកត់សម្គាល់ខ្លាំងមែនទែនថាតើរូបគេគឺជាវិស័យឬមួយក៏ជាមនុស្សឲ្យប្រកបប៉ុន្តែអ្វីមួយដែលគួរឲ្យកត់សម្គាល់នោះគឺជាដៃម្ខាងរបស់គេដែលជាដៃផ្នែកខាងឆ្វេងដែលមើលទៅគឺប្រៀបដូចជាដៃវិស័យអញ្ចឹងហើយដៃមួយហ្នឹងគឺមានកម្លាំងថាពោខ្លាំងមែនទែនមករុំក្រុមរបស់ខ្លួនគាត់ទៅលឺចឹងក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនស្អីគេមនុស្សស៊ីសាច់វិស័យហើយក៏ចាប់តាមចោទសួរថាតើបរិបម្នាក់នោះគឺជាវិស័យឬមួយក៏ជាមនុស្សឲ្យប្រកបទៅអាប៉ែមួយដែលត្រូវជាមេក្រុមក៏បានចូលនិយាយផងដែរថាបរិបម្នាក់នោះបើសិនជាវិស័យពិតប្រកបមែននោះរូបគេប្រកបជាស៊ីសាច់មនុស្សដូចគ្នាប៉ុន្តែថាលីនជីជាមួយនឹងកូនក្មេងទាំង3នាក់ហ្នឹងគឺរួចជីវិតចេញមកដូច្នេះហើយពួកគេគឺមិនស៊ីសាច់មនុស្សនោះឡើយដូច្នេះដើម្បីដឹងជាលក្ខពួកយើងគឺត្រូវតែចាប់គេឲ្យបានដើម្បីធ្វើការយកមកពិសោធន៍ក៏ដូចជាសាកសួរអញ្ចឹងទៅហើយអ្វីដែលចង់ដឹងខ្លាំងបំផុតនោះគឺជាកម្ដាប់ដៃម្ខាងរបស់គេដែលមានរូបរាងប្រៀបដូចជាដៃវិស័យហើយពិតជាមានកម្លាំងថោកពោខ្លាំងដែលអាចកម្ចាត់ទៅកាន់វិស័យដោយត្រឹមតែម្ដាយហើយបរិបដែលពួកគេកំពុងតែនិយាយអំពីនោះគឺជាទួយប្រាប់យើងនៅក្នុងរឿងនេះឯងក៏លេចមកស៊ីនយល់វិញបន្ទាប់ពីបានស៊ីសាច់វិស័យមួយគាត់នឹងហើយរូបគាត់ក៏បានដើរត្រឡប់មកផ្ទះវិញដើរបដាគិតបដាក៏ដូចជាក្នុងកាពះនោះគឺឆ្អែតខ្លាំងមែនទែនដើរសុកស៊ីនយល់ក៏ស្រាប់តែឃើញដល់ថ្ងៃអតីតកាលដែលក្នុងកំឡុងថ្ងៃនេះផងដែរស៊ីយូនាងនឹងធ្វើការ awaken ថាបរបស់នាងដែលត្រូវជារន្ទះបោះស្វាយហើយការ awaken របស់នាងនេះគឺសាហាវខ្លាំងមែនទែនគឺបានធ្វើឲ្យមនុស្សនឹងគឺផ្ទុះងាប់មួយអាគារតែម្ដងដែលការ awaken របស់នាងនឹងចាប់ផ្ដើមនៅក្នុងម៉ោង 3:30 នាទីព្រឹកហើយស៊ីនយល់របស់យើងក៏បានមើលទៅកាន់ម៉ោងទៅគឺថាវានៅសល់ 3-4 ម៉ោងទៀតទៅដល់ពេលដែលនាងធ្វើការ awaken បន្ទាប់ពីនៅឃើញចឹងហើយស៊ីនយល់ក៏បន្តគោលដៅទៅផ្ទះបន្តទៀតប៉ុន្តែចម្លែកខ្លាំងមែនទែនដើរសុកអំពូលភ្លើងនៅហ្នឹងក៏ចាប់ផ្ដើមរលត់ហើយស៊ីនយល់របស់យើងក៏ចាប់ផ្ដើមមើលទៅកាន់អាគារដែលនៅចំពោះមុខរបស់គាត់ដែលស៊ីយូនាងធ្វើការស្នាក់នៅនោះឯងបន្ទាប់ពីឃើញចឹងស៊ីនយល់ក៏បានសន្និដ្ឋានថាការ awaken របស់នាងនៅក្នុងជីវិតនេះខុសកាលពីជីវិតមុនដែលនៅក្នុងពេលវេលានេះក៏ដូចជាជីវិតនេះរបស់នាងគឺលឿនជាងកាលពីមុនក៏លេចទៅមើលស៊ីយូនៅក្នុងបន្ទប់នោះវិញនាងគឺពិបាកកម្រើកខ្លាំងមែនទែននៅពេលដែលថាអពលរន្ទះបោះស្វាយរបស់នាងកំពុងតែធ្វើការ awaken ចេញមកសម្បីតែចង់ចាប់យកទូរស័ព្ទដើម្បីខលទៅកាន់អ្នកដែលស្គាល់ដើម្បីជួយនាងក៏សឹងតែចាប់មិនចង់កាត់នោះឡើយហើយនាងក៏បានក្លែងទៅមើលដៃរបស់នាងក៏ដូចជារាងកាយរបស់នាងទាំងមូលនៅពេលនេះគឺពោពេញទៅដោយថាអពលរត់ពីពេញរាងកាយរបស់នាងបាត់ទៅហើយបណ្ដានាងមិនអាចកម្រើកខ្លួនបាននោះឡើយហើយក្នុងចិត្តវិញក៏ចង់តាក់ទងឲ្យគេមកជួយផងដែរហើយក្នុងចិត្តម្យ៉ាងទៀតក៏ខ្លាចថាអ្នកដែលមកជួយនឹងក៏មានគ្រោះថ្នាក់ដោយសារតែការ awaken ថាអពលរបស់ខ្លួនស្របពេលជាមួយគ្នាស៊ីនយុនក៏បានឡើងមកដល់កន្លែងបង្អួចរបស់នាងឃើញចឹងក៏ឆ្ងល់ខ្លាំងមែនទែនទើបនាងសួរទៅកាន់ស៊ីនយុនថាតើស៊ីនយុនឡើងលើបង្អួចនេះដោយរបៀបណាទៅដោយសារតែបង្អួចនៅកន្លែងដែលនាងនៅនឹងគឺវានៅទីខ្ពស់ខ្លាំងមែនទែនប៉ុន្តែស៊ីនយុនក៏គ្មានពេលបកស្រាយប្រាប់នាងច្រើននោះឡើយក៏បានស្ទុះទៅចាប់ស្មារបស់នាងដោយប្រើជាមួយនឹងដៃវិស័យរបស់ខ្លួនដល់ពេលឃើញចឹងនាងក៏ឆ្ងល់បន្តទៀតថាស៊ីនយុនរបស់យើងគាត់មានដៃវិស័យបែបនេះមកពីណាទៅប៉ុន្តែក៏គ្មានពេលបកស្រាយច្រើននោះឡើយស៊ីនយុនរបស់យើងក៏បានធ្វើការសុំទោសនាងហើយក៏បានចាប់កវៃនាងចេញទៅក្រៅបង្អួចហើយខ្លួនក៏ស្ទុះចេញទៅតាមក្រោយហើយក៏ចាប់បីនាងហោះឡើងទៅលើនៃដំបូលអគារពេលដែលឡើងទៅដល់នៃដំបូលអគារហើយស៊ីនយុនក៏បានប្រាប់ឲ្យនាងបញ្ចេញនូវថាអពលទាំងអស់ហ្នឹងបាញ់សម្ដៅឡើងទៅលើមេឃទាំងអស់ទៅទើបនាងក៏បានធ្វើតាមទើបថាអពលទាំងអស់ហ្នឹងក៏បានបាញ់សម្ដៅឡើងទៅលើមេឃទាំងអស់ដែលវាគឺជាថាអពលរន្ទះពណ៌ស្វាយបាញ់ឡើងចិញ្ចាចឆក់ឡើងពេញមេឃហើយបន្ទាប់ពីការបែកខិនថាអពលរបស់នាងទទួលបានជោគជ័យហើយនាងក៏សួរទៅកាន់ស៊ីនយុនថាដៃរបស់ស៊ីនយុនហ្នឹងគឺជាដៃអ្វីទៅស៊ីនយុនក៏សម្រេចចិត្តប្រាប់នាងតាមត្រង់ថាដៃរបស់ខ្លួនហ្នឹងគឺជាដៃថាអពលរបស់ស្ដេចបិសាចទៅបណ្ដាដៃឆ្វេងរបស់គាត់ប្រែទៅជាបែបនេះប៉ុន្តែដៃនោះទេដោយសារតែខ្ញុំគឺអាចគ្រប់គ្រងជាមួយថាអពលទាំងអស់ហ្នឹងបានដូច្នេះហើយខ្ញុំគឺនៅតែមានញាណដូចជាមនុស្សធម្មតាអញ្ចឹងគ្រាន់តែថាមានថាអពលរបស់ស្ដេចបិសាចស្ថិតនៅក្នុងខ្លួនស៊ីយូគ្រាន់តែលើយើងភ្លាមក៏បានស្ទុះទៅបិទមាត់ស៊ីនយុនហើយក៏បាននិយាយប្រាប់ទៅកាន់ស៊ីនយុនថាលើក្រោយមិនច្បាច់ប្រាប់នាងការពិតក៏បានដោយគ្រាន់តែលើកយកហេតុផលណាមួយមកកុហកនាងឲ្យសមស្របក៏បានដែរព្រោះថាអាចកំបាំងរបស់ស៊ីនយុនបើសិនជាមានមនុស្សផ្សេងឮហើយរាយការណ៍ទៅកាន់ថ្នាក់លើនោះស៊ីនយុនប្រកាសជាមិនរួចខ្លួននោះឡើយដោយសារតែមានថាអពលបិសាចស្ថិតនៅក្នុងខ្លួនបែបនេះបើមិនគេយកទៅសម្លាប់នោះទេក៏យកទៅពិសោធន៍ផងដែរស៊ីនយុនបន្ទាប់ពីឮចឹងហើយក៏បានសើចបន្តិចតែស៊ីយូឃើញស៊ីនយុនសើចចឹងក៏បានថាឲ្យស៊ីនយុនថារឿងនេះមិនជារឿងលេងសើចទេគឺវាតាក់ទងជាមួយនឹងអាយុជីវិតរបស់លោកណាបន្ទាប់ពីឮចឹងហើយស៊ីនយុនក៏ស្ទុះទៅចាប់ស្មារបស់នាងហើយក៏និយាយទៅកាន់នាងថារឿងអាចកំបាំងទាំងអស់ខ្ញុំគឺអាចប្រាប់នាងបានទាំងអស់ព្រោះនាងគឺជាមនុស្សស្រីតែម្នាក់គត់ដែលខ្ញុំទុកចិត្តបំផុតនៅក្នុងពិភពលោកភពផែនដីមួយនេះស៊ីយូឮចឹងហើយក៏និយាយ
ទៅកាន់ស៊ីនយុនវិញថាមែនហើយចុះពីសម្លេងមួយនេះលោកមិនមែននិយាយតែជាមួយខ្ញុំម្នាក់ណាដែលនាងនិយាយហ្នឹងគឺសំដៅទៅលើមនុស្សស្រីទាំង7នាក់ដែលទៅជាសង្សារចាររបស់ស៊ីនយុននោះឯងចឹងណាគេដែលមើលភាពមុនប្រកាសជាយល់ហើយថាស៊ីនយុនគឺមានសង្សារច្រើនខ្លាំងមែនតើមួយហ្នឹងមានដល់7នាក់ហើយក្រោយមកទៀតពួកគេទាំងពីរក៏ចាប់ដើមញ៉ាយញ៉ងគ្នាមើលទៅកាន់មេជាមួយគ្នាមើលទៅគឺ speed ខ្លាំងមែនតើកំពុងតែញ៉ាយញ៉ងគ្នា speed សុកហ្នឹងតែតែក្នុងពេលហ្នឹងក៏មាន drone មួយមកថតសកម្មភាពរបស់ពួកគេហើយក្រោយមកទៀតក៏មានអ្នកវិទ្យាសាស្ត្រឡើងមកដល់ទីកន្លែងនេះដូចគ្នាដោយសារតែពួកគេទាំងពីរនាក់ហ្នឹងគឺបានឃើញជាមួយថាពលនៃការវិខិនរបស់នាងផ្ទុះឡើងទៅលើមេឃនោះគ្រាន់តែរត់ទៅដល់ភ្លាមអ្នកវិទ្យាសាស្ត្រប្រុសហ្នឹងក៏បានសួរទៅកាន់ពួកគេទាំងពីរថាការវិខិនថាវល់មិញហ្នឹងស៊ីយូក៏បានប្រាប់ទៅថានាងនេះហើយគឺជាអ្នកវិខិនថាវល់អ្នកវិទ្យាសាស្ត្រប្រុសបន្ទាប់ពីចឹងហើយក៏បានប្រាប់នាងថាមិនបាច់ភ័យទេហើយក៏វាមិនមែនជាជឿអីណាដែរហើយក៏បានប្រាប់ទៅកាន់អ្នកវិទ្យាសាស្ត្រស្រីថាឲ្យយកអំពង់នៃការតេស្តឈាមយកមកណែក៏បានចាក់យកឈាមរបស់ស៊ីយូយកទៅពិសោធន៍នៅក្នុងហ្នឹងដំណក់ឈាមដែលបានតក់ទៅហ្នឹងគឺភ្លឺចាញ់ចាំងខ្លាំងមែនទែនដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រប្រុសម្នាក់ហ្នឹងមើលគឺសឹងតែខ្វាក់ភ្នែកទៅហើយដែលវាគឺជាប្រភេទឈាមដ៏កម្របំផុតដែលអ្នកវិទ្យាសាស្ត្រប្រុសហ្នឹងគឺមិនដែលឃើញនោះឡើយក៏เลยទៅមើលការតេស្តឈាមរបស់ស៊ីនយុនវិញមើលទៅគឺឃើញធម្មតាខ្លាំងមែនទែនចំណែកក្នុងចិត្តរបស់ស៊ីនយុនវិញគឺភ័យមិនស្ទើរនោះទេដោយសារតែខ្លួនក៏មានសែនតាក់ទងជាមួយនឹងស្អែកវិសាចដូច្នេះហើយបើសិនជាគេពិនិត្យឃើញស៊ីនយុនប្រកាសជាមានគ្រោះថ្នាក់ប៉ុន្តែការពិនិត្យរបស់អ្នកគ្រូពេទ្យមើលចំមើលឡើងទៅក៏ឃើញថាប្រភេទឈាមរបស់ស៊ីនយុនហ្នឹងគឺខ្សោយខ្លាំងយូរទៅមែនទែនដោយវាគឺជាប្រភេទឈាមដ៏ខ្សោយដ៏កម្រនិងពិបាករោហ្មងវាខ្សោយកម្រិតកំពូលហ្មងនាងក៏បានរៀបការប្រាប់ទៅកាន់អ្នកវិទ្យាសាស្ត្រប្រុសផងដែរអ្នកវិទ្យាសាស្ត្រប្រុសលើបែបហ្នឹងហើយក៏បាននិយាយប្រាប់នាងថាឲ្យនៅពួកគេទាំងពីរនាក់ហ្នឹងទៅកន្លែង lab ធំរបស់ពួកគេតែម្ដងទៅដើម្បីពិនិត្យមើលហើយនឹង research មើលបន្ថែមទៀតស៊ីនយុនក្រោយពីឮថាឈាមរបស់ខ្លួនគឺជាប្រភេទឈាមដ៏ខ្សោយបំផុតដ៏កម្រហើយខ្សោយខ្លាំងបំផុតចឹងគឺធ្វើឲ្យស៊ីនយុនគឺឆ្ងល់ខ្លាំងមែនទែនដោយសារតែក្នុងឈាមរបស់ស៊ីនយុនគឺជាសែនតាក់ទងជាមួយនឹងស្អែកវិសាចដូច្នេះហើយវាមិនស័ក្តិសមនឹងខ្សោយបែបហ្នឹងនោះទេគិតចោះក៏ឡើងក៏បាននឹកឃើញថាខ្លួនគឺទៅតែស៊ីសាច់វិសាចចំណែកបិសាចមួយក្បាលហ្នឹងវាក៏បានស៊ីដៃរបស់អ្នកដែលមានថាពលពិសេសហើយក៏បានធ្វើឲ្យការតេស្តឈាមរបស់ស៊ីនយុនប្រែទៅជាបែបនេះបន្តមកទៀតរឿងរបស់យើងក៏បានកាត់ទៅដល់ lab ធំនៃការពិសោធន៍របស់ពួកគេវិញជាក៏បានឃើញអ្នកវិទ្យាសាស្ត្រស្រីកាន់តែប្រាប់ scan សន្តីគេនោះយកទៅ scan ទៅលើ six pack របស់ស៊ីនយុនហើយថែមទាំងបាននិយាយសរសើរស៊ីនយុនថាស៊ីនយុនគឺមានរាងកាយដ៏សែនរឹងមាំហើយជាមួយនឹងរាងកាយមួយនេះគឺវាមិនស័ក្តិសមជាមួយនឹងសែនឬក៏ឈាមនៃការពិនិត្យពិសោធន៍មុននឹងសោះដោយពិនិត្យទៅឃើញឈាមដ៏ខ្សោយបំផុតហ្នឹងហើយពិនិត្យមើលហ្នឹងដូចជាមិនចង់ឲ្យស៊ីនយុនបិទអាវសោះចង់ប៉ះ six pack ស៊ីនយុនអីចឹងទៅស៊ីនយុនក៏សួរអ្នកគ្រូថាឥឡូវមិនអីខ្ញុំអាចបិទអាវរបស់ខ្ញុំបានទៅចាចាហ្នឹងក៏បានតទៅវិញរៀងអៀនថាបិទបានហើយតែក្នុងចិត្តវិញដូចជាមិនចង់ឲ្យស៊ីនយុនបិទសោះដល់ឡែកស៊ីនយុនក៏នៅតែគិតតាក់ទងជាមួយនឹងរឿងដែលខ្លួនបានស៊ីសាច់បិសាចហើយក៏បានធ្វើឲ្យសែនរបស់ខ្លួនក៏ដូចជាឈាមរបស់ខ្លួនប្រតិជាប្រភេទឈាមដ៏ខ្សោយបំផុតបែបនេះប៉ុន្តែវាក៏ល្អមួយយ៉ាងផងដែរដែលបានជួយបិទបាំងជាមួយនឹងសែនបិសាចដែលស្ថិតនៅក្នុងខ្លួនរបស់ស៊ីនយុនដែលធ្វើឲ្យអ្នកគ្រប់គ្នាមិនអាចដឹងអំពីសែនពិតប្រាកដរបស់ស៊ីនយុនចឹងណាប៉ុន្តែក្នុងចិត្តរបស់ស៊ីនយុនក៏នៅរៀងភ័យបន្តិចផងដែរខ្លាចថាខ្លួនឯងមិនអាចចូលទៅក្នុងសាលាណានយូបានសាលាណានយូហ្នឹងគឺជាសាលាមួយដែលប្រមូលផ្ដុំអ្នកដែលមានថាមពលពិសេសចូលទៅហ្វឹកហាត់ក៏ដូចជាប្រមូលផ្ដុំអ្នកដែលមានសមត្ថភាពថាមពលពិសេសដើម្បីការពារប្រយុទ្ធប្រឆាំងតទល់ជាមួយនឹងពពួកបិសាចការពារពិភពលោកដល់អញ្ចឹងក៏បានសួរអ្នកវិទ្យាសាស្ត្រស្រីបញ្ជាក់ម្ដងទៀតសួរថាបើខ្លួនមានប្រភេទឈាមក៏ដូចជាសែនខ្សោយអញ្ចឹងតែខ្លួនគឺអាចចូលទៅក្នុងសាលាណានយូបានអត់អ្នកវិទ្យាសាស្ត្រស្រីក៏បានតទៅវិញថាវាគឺអាស្រ័យទៅលើការធ្វើតេស្តបន្តទៀតអញ្ចឹងណាដល់ហើយអ្នកវិទ្យាសាស្ត្រស្រីហ្នឹងក៏រៀងចង់ញ៉ាយស៊ីនយុនបន្តិចផងដែរដោយសារតែស៊ីនយុនមានសាច់ដុំធំស្អាតអីចឹងណាក៏និយាយទៅថាលើក្រោយមិនបាញ់ច្បាច់ហៅខ្ញុំហ្នឹងអ្នកវិទ្យាសាស្ត្រស្រីទៀតទេអាចថារាប់ខ្ញុំជាបងស្រីអីចឹងទៅហៅថាបងស្រីចឹងបានហើយដល់ហើយក៏សួរស៊ីនយុនថាឥឡូវបងស្រីអាចជួយបិទអាវបានអត់តែស៊ីនយុនក៏និយាយថាអត់អីទេឥឡូវខ្ញុំបិទហើយហ្នឹងហើយចេះស្រីហ្នឹងគឺចង់ប៉ះរាងកាយរបស់ស៊ីនយុនចឹងណាក្រោយមកទៀតអ្នកវិទ្យាសាស្ត្រស្រីក៏បានប្រាប់ថាស៊ីនយុនហ្នឹងទៅសារ៉ាលីសិនទៅហើយនាងក៏បានបើកទ្វារនៅពេលដែលបើកទ្វារទៅក៏បានឃើញអ្នកវិទ្យាសាស្ត្រផ្សេងទៀតក៏ឆោឡោខ្លាំងមែនទែនដោយសារតែការពិនិត្យពិសោធន៍របស់ពួកគេគឺមានមនុស្សម្នាក់ដែលមានប្រភេទឈាមដ៏ពិសេសនិងកម្រខ្លាំងណាស់ហើយក៏មានថាពលរន្ទះដ៏ខ្លាំងផងដែរហើយមនុស្សដែលពួកគេកំពុងតែឆោឡោសម្ដៅទៅហ្នឹងគឺជា CU នោះហើយដែលនឹងគឺមានថាពលបំបែកកំណត់ត្រាពិភពលោកតែម្ដងក៏เลยទៅមើលកន្លែងធ្វើតេស្តនៅវិញដែលពួកគេក៏បានចាប់ CU ទៅឃុំនៅក្នុងបន្ទប់មួយកន្លែងហើយឲ្យនាងបញ្ចេញនូវថាពលរន្ទះរបស់នាងដើម្បីតេស្តនៅកម្រិតពលរបស់វាចឹងណាអ្នកវិទ្យាសាស្ត្រដែលនៅជុំវិញហ្នឹងក៏សប្បាយចិត្តនឹងអរខ្លាំងមែនទែនដោយសារតែមាន CU គឺជាអ្នកដែលមានថាពលផ្គររន្ទះបែបនេះដែលថាពលផ្គររន្ទះគឺជាថាពលដ៏ល្អមួយក្នុងការកម្ចាត់ពពួកបិសាចដើម្បីការពារពិភពមនុស្សពីពពួកបិសាចក៏เลยទៅមើលការធ្វើតេស្តថាពលរបស់ CU នៅក្នុងនោះវិញដោយអ្នកវិទ្យាសាស្ត្រក៏នៅតែចុចកងតាក់សន្តីគេមួយយ៉ាងនោះហើយក៏បានធ្វើឲ្យនាងបញ្ចេញថាពលរន្ទះរបស់នាងចេញជាច្រើនវ៉ុលខ្លាំងមែនទែនចាប់ពី100វ៉ុលឡើងរហូតដល់2000វ៉ុលឯណោះដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងការធ្វើតេស្តក៏នៅតែបន្តទៀតឡើងរហូតដល់2800វ៉ុលអ្នកវិទ្យាសាស្ត្រក៏បានសួរទៅកាន់នាងដែលនៅខាងក្នុងសួរថាតើនាងមានអារម្មណ៍យ៉ាងម៉េចដែរក្រោយពីការបញ្ចេញថាពលធ្វើការតេស្តបែបនេះ CU នៅក្នុងនោះក៏បានឆ្លើយតបទៅវិញថាគឺមានអារម្មណ៍ថាធម្មតាហ្នឹងទោះបីជាបញ្ចេញថាពលអស់ជាច្រើនវ៉ុលហើយក៏ដោយក៏នៅតែមានអារម្មណ៍ថាធម្មតាអញ្ចឹងក៏មានន័យថាថាពលរន្ទះរបស់នាងស្ថិតនៅក្នុងខ្លួនរបស់នាងគឺមានសាហាវច្រើនខ្លាំងមែនទែនអ្នកវិទ្យាសាស្ត្រក្រោយពីឮថានាងមានអារម្មណ៍ធម្មតាបែបនេះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែនដោយឡែកការធ្វើតេស្តរបស់ CU ក៏នៅតែបន្តឡើងរហូតដល់3000វ៉ុលណោះនៅពេលដល់ចំណុចមួយនេះក៏បានប្រាប់ឲ្យអ្នកវិទ្យាសាស្ត្រនឹងចុះធ្វើតេស្តនាងទៅបើសិនជានៅតែបន្តធ្វើតេស្តបន្តទៀតនោះថាពលរន្ទះរបស់នាងប្រកាសជាចេញឡើងច្រើនឡើងនៅពេលដែលខ្លាំងលើសលប់ខ្លាំងពេកនោះនាងគឺមិនអាចគ្រប់គ្រងនៅថាពលទាំងអស់នឹងបានឡើយអាចនឹងផ្ទុះតិចនៅ lab ទាំងមូលបានអ្នកវិទ្យាសាស្ត្រក្រោយពីឮចឹងភ័យខ្លួនខ្លាំងមែនទែនក៏ស្ទុះជិះបិទនៅការធ្វើតេស្តនាងយ៉ាងលឿនដោយឡែកស៊ីនយុនក៏ចង់ចូលទៅខាងក្នុងដើម្បីមើល CU ប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏បានហាមប្រាមមិនឲ្យស៊ីនយុនចូលនោះទេខ្លាចថានៅពេលដែលស៊ីនយុនចូលទៅប៉ះពាល់ជាមួយនឹងថាពលក្រន្ទះអាចគ្រោះថ្នាក់ទៅដល់ជីវិតរបស់ស៊ីនយុនស្របនៅក្នុងពេលហ្នឹងក៏មានបរិយាម្នាក់ជាមួយនឹងកូនប្រុសរបស់គាត់ដែលប្រុសម្នាក់ហ្នឹងគឺមានឈ្មោះថា Dean Fan អាប៉ា Dean Fan ហ្នឹងជាមួយនឹងកូនប្រុសរបស់វាហ្នឹងគឺចង់ចូលទៅខាងក្នុងប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏បានតបទៅទាំងញ័រទាំងភ័យមិនចង់ឲ្យពួកគេនឹងចូលនោះឡើយតបទៅទាំងភ័យទាំងញ័រហ្នឹងដោយសារតែខ្លាចនៅអំណាចរបស់ពួកអាកតហ្នឹងចឹងណាអ្នកវិទ្យាសាស្ត្រក៏បានប្រាប់ទៅកាន់អាកតហ្នឹងផងដែរបើសិនជាចង់ចូលត្រូវតែផ្លាស់ប្ដូរសម្លៀកបំពាក់សិនឲ្យស្លៀកពាក់សម្លៀកបំពាក់បែបការពារជាមួយនឹងខាងពលរន្ទះទាំងអស់នោះដើម្បីកុំឲ្យឆក់ស្លាប់ចឹងទៅអាប៉ា Dean Fan ក៏បានតបទៅវិញថា
ត្រឹមតែរន្ទះកាក់ៗអញ្ចឹងគឺមិនអាចធ្វើអីរកគាត់បាននោះឡើយចឹងឬបើយើងក្នុងពេលនេះសូមស្លេះត្រឹមនោះសិនចាំជួបគ្នាក្នុងវីដេអូក្រោយហើយខ្ញុំនឹងចេញរឿងលឿនជាងមុនណាគ្នាយើងស្អែកនឹងដល់បានមើលអត់ឲ្យចាំយូរដោយកាលពីមុនទៀតទេហើយកុំភ្លេចចុច like និង subscribe ហើយជាមួយនឹង comment នៅលើវីដេអូនេះបានច្រើនៗផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំក្នុងការធ្វើវីដេអូបន្តទៀតចឹងណាបាយបាយជួបគ្នាក្នុងវីដេអូក្រោយ